រឿងនិស័យកម្មទេពធីតានេះអស់កាលជាយូរលង់ណាស់មកហើយមានស្ដេចនាគមួយអង្គមានបុត្រីព្រះនាមថាកុងគាទេវីទ្រង់ស្រឡាញ់បុត្រីនោះខ្លាំងណាស់បុត្រីតើបុត្រីចង់បានស្វាមីហើយឬនៅព្រោះថាបុត្រីក៏ពេញរូបពេញរាងដែលត្រូវបិតារៀបចំគូស្រករឲ្យហើយដែរក្រាបទូលព្រះបិតាបុត្រមិនតន់ចង់បានទេព្រោះថាបុត្រមិនដឹងថាត្រូវយកស្វាមីមកធ្វើអ្វីផងក្រាបទូលបុត្រីទាំងឋានមនុស្សទាំងឋាននាគដល់ពេលពេញរូបពេញរាងគឺថាត្រូវតែយកគូស្រករហើយដើម្បីបន្តពូជពង្សវង្សត្រកូលទៀតណាបុត្រតែបុត្រមិនតន់ចង់បានទេបាព្រះមេដាមិនសុខចិត្តទេទ្រង់រើសខ្លួនឯងចោលព្រះធីតាទ្រង់ឈប់ខ្ញាល់នឹងព្រះបិតាទ្រង់ទៀតទៅព្រះនាងព្រះមេដារបស់ទ្រង់មានសវណ្ណីត្រឹមត្រូវណាស់មិនថាមនុស្សទេវតាឬក៏យក្សានោះទេឲ្យតែពេញរូបពេញរាងគឺត្រូវតែមានស្វាមីហើយណាព្រះនាងនេះម៉ែដាស់មកនៅខាងខ្ញុំទេមែនទេបានជាឲ្យយើងយកស្វាមីនោះខ្ញុំមិនតន់ចង់បានស្វាមីនោះទេព្រោះថាមិនតន់បានដើរលេងនៅថាមនុស្សអស់ចិត្តចាំពេលណាដែលយើងដើរលេងនៅថាមនុស្សឆ្អែតហើយយើងនឹងប្រំព្រៀងតាមព្រះបិតាហើយយើងទៅហើយទេកុំយើងទៅអីព្រះធីតាទ្រង់កុំយើងទៅអីណាហើយខ្ញុំម្ចាស់ច្បាស់ជាត្រូវមករបស់ស្ដេចនេះទៀតហើយយ៉ាប់មែនតើថ្លែងពីព្រះនាងកុងគាទេវីបន្ទាប់ពីទ្រង់ឡើងមកដល់ឋានមនុស្សហើយក៏បានដែរគ្រប់ទីកន្លែងមិនមានចន្លោះកន្លែងណានោះឡើយលុះល្ងាចមួយព្រះធីតាក៏បានជួបនឹងបុរសកំព្រាម្នាក់ណែអ្នកនាងតើអ្នកនាងមកពីសម្ដែងល្ខោនឯណាដែរបានជាអាត្មានេះទៅហើយមិនតន់បដូរសម្លៀកបំពាក់ទៀតណែលោកខ្ញុំជាបុត្រីស្ដេចនេះខ្ញុំមិនមែនតួល្ខោនដូចលោកថានោះទេនាងឆាប់យករឿងនិទាននេះទៅនិយាយឲ្យក្មេងៗស្ដាប់ទៅល្អជាងខ្ញុំធំហើយមិនចូលចិត្តស្ដាប់រឿងបែបនេះនោះទេណែលោកបើលោកមិនជឿទេចាំខ្ញុំនាំលោកចុះទៅបាតសមុទ្រក៏បានដែរអ្នកនាងចង់កុហកខ្ញុំផងហ៎ស្មានតែខ្ញុំមិនហ៊ានទៅមែនទេបើខ្លាំងមែនឆាប់នាំខ្ញុំទៅព្រះធីតាកុងគាទេវីក៏បាននាំសុធនដែលជាក្មេងកំព្រារស់នៅជាមួយយាយតានោះចុះទៅបាតសមុទ្រក្នុងពេលនោះនេះអ្នកនាងពិតជាបុត្រីស្ដេចនាគពិតមែនឬទេតើខ្ញុំមិនបានយកសបិនទេមែនទេត្រូវហើយខ្ញុំគឺជាបុត្រីស្ដេចនាគលោកមិនបានយកសັບទេវាគឺជាការប៉ិនគឺជាការប៉ັດហើយណាខ្ញុំជឿហើយអ្នកនាងពិតជាបុត្រីស្ដេចនាគពិតមែនឆាប់យកខ្ញុំទៅលើវិញទៅខ្ញុំមិនទម្លាប់នៅក្នុងទឹកបែបនេះនោះទេចុះអ្នកនាងបំរុងទៅណាវិញគេយើងចង់សុំផ្ទះអ្នកសម្រាប់សិនព្រោះថាយើងមិនទាន់ចង់ត្រឡប់ទៅឋានអ្នកវិញទេចុះអ្នកនាងមិនខ្លាចព្រះបិតារបស់ទ្រង់តាមរកទេអីអូមិនអីទេព្រះបិតាទ្រង់មិនថាអីនោះទេអញ្ចឹងសូមអ្នកនាងមកតាមខ្ញុំមកខ្ញុំនឹងនាំអ្នកនាងទៅជួបនឹងយាយតារបស់ខ្ញុំលោកយាយលោកតាខ្ញុំមកពីរកត្រីវិញហើយអើចៅធនណាហើយចុះឯណាត្រីចៅឯងនោះមិនក៏មិនឃើញបែរជាបាននាងកំមុំនេះមកពីណាវិញត្រីថ្ងៃនេះរកមិនបានទេលោកយាយព្រោះថាទឹកឡើងដូច្នេះហើយត្រីវាឡើងទៅតាមទឹកអស់ហើយលោកយាយហើយឯងនេះថ្ងៃណាក៏អញ្ចឹងដែរតើយើងបានអីឆៃទៅល្ងាចនេះតារបស់ឯងនោះក៏ឈឺទៀតហើយពិតជាពិបាកណាស់លោកអើយមិនអីទេលោកយាយចាំខ្ញុំជប់មកហូបអាហារឆ្ងាញ់នឹងជួយព្យាបាលលោកតាទៅចុះណាណែនាងកំមុំម៉ាមិនមែននៅក្នុងរឿងប្រកោប្រកៅទេណាលោកយាយអ្នកនាងម្នាក់នេះមិនមែនជាមនុស្សធម្មតាទេណាអ្នកនាងឆាប់ជប់ទៅ
អូហូយពិតជាជប់បានមែនយើងចំណាស់នេះទៅហើយមិនដែលឃើញបែបនេះទេមិនដែលឃើញទេ យាយវាខ្ញុំបានជាហើយណាយាយ អូយតាវាក៏ជាសះស្បើយពីជំងឺទៀតពិតជាស័ក្តិសិទ្ធិមែនតើ ឃើញទេលោកយាយសុធនប្រាប់ហើយនៅតែមិនជឿ អើម៉ាស់មិនបាច់និយាយច្រើនទេឆាប់ចូលមកឆៃបាយទាំងអស់គ្នាទៅណាលឿនឡើងទៅម៉ាបន្ទាប់ពីពួកគេបានឆៃបាយជុំគ្នារួចហើយលោកជីរបស់សុធនក៏បានសួរនាំទៅព្រះធីតាថាណែនាងតូចតើនាងតូចជាទេវតាមកពីខាងណាដែរបានជាមកជួបអាសុធនចៅយាយបែបនេះព្រះធីតាក៏បានរៀបរាប់ពីដំណើរដើមតើងប្រាប់ទៅលោកជីហើយចុះព្រះនាងមិនខ្លាចព្រះបិតារបស់ទ្រង់តាមរកទេឬខ្ញុំមកទីនេះគឺចង់រត់ចេញពីទ្រង់មួយរយៈព្រោះថាព្រះបិតាបានបង្ខំឲ្យខ្ញុំយកស្វាមីប៉ុន្តែខ្ញុំមិនចង់បានស្វាមីនោះទេតែបានជារត់មកថាមនុស្សបែបនេះរឿងគូព្រេងវាសនាបានកំណត់រួចទៅហើយណាបើព្រះនាងដល់គូពិតមែននោះទោះជាទ្រង់រត់ទៅដល់ជើងមេឃក៏កិច្ចមិនផុតដែរណាតែទោះជាយ៉ាងណាក៏ដោយក៏ខ្ញុំមិនព្រមយកស្វាមីតាមប្រទេសទ្រង់ដែរបានហើយឆាប់ទៅសម្រាកទៅណាព្រះធីតាកុំគៀទេវីក៏បានស្នាក់នៅផ្ទះរបស់យាយតាសុធនជាច្រើនថ្ងៃចំណែកឯសុធនក៏បានលងស្រឡាញ់ព្រះធីតាហើយពួកគេក៏បានរួមមេត្រីភាពជាមួយគ្នាលោកយាយលោកតាខ្ញុំត្រូវត្រឡប់ទៅព្រះរាជវាំងវិញហើយព្រោះថាខ្ញុំមិននៅថាមនុស្សច្រើនថ្ងៃហើយដែរចាទៅចុះព្រះធីតាមើលថែសុខភាពឲ្យបានល្អផងណា គុំគីអូនកុំភ្លេចមកលេងបងផងណាបងនឹងចាំអូនគ្រប់ពេលវេលា បងសុធនបងយករបស់នេះទៅពេលណាបងនឹកអូនបងអាចចុះទៅលេងអូនបានតែសុំកុំឲ្យរបស់នេះឃ្លាតឆ្ងាយពីបងឲ្យសោះណាបើមិនដូច្នោះទេបងមិនអាចដកដង្ហើមនៅក្នុងទឹកបានទេអូនទៅហើយណា គុំគី ហើយឯងនេះយ៉ាប់ណាស់នៅមិននៅយកបុត្រីស្ដេចនេះមកធ្វើជាប្រពន្ធហើយថ្លែងពីព្រះធីតាវិញម្ដងបន្ទាប់ពីបានចុះទៅឋានៈវិញហើយព្រះនាងក៏បានចូលគាល់ព្រះបិតាព្រះមាតា ណែបុត្រីតើបុត្រីទៅមកពីណាបានជាបាត់មិនឃើញនៅព្រិចដំណាក់អញ្ចឹង មែនហើយបុត្រីមាតាបានឲ្យសេនាទៅហៅបុត្រីមកគាល់ព្រះបិតាតែសេនាថាមិនបានឃើញបុត្រីនៅក្នុងក្រឡាបន្ទំនោះទេហើយចុះបុត្រីទៅមកពីណានឹងអូគឺខ្ញុំម្ចាស់តែលេងជាមួយបងអណ្ដើកនៅច្រកទ្វារខាងលិចណាតែមិនបាននៅក្នុងក្រឡាបន្ទំនឹងណាព្រះបិតាបើអញ្ចឹងមិនអីទេហើយចុះយ៉ាងម៉េចទៅហើយរឿងជ្រើសរើសគូស្រករនោះបុត្រី បើត្រង់នៅតែនិយាយរឿងនេះទៀតខ្ញុំម្ចាស់ឈប់ចូលគាល់ព្រះអង្គទៀតហើយហើយយ៉ាប់ណាស់បុត្រីមួយអង្គនេះម៉ែដោះជួយទៅនិយាយជាមួយបុត្រីយើងផងណាក្រែងលោសម្ដីរបស់ឯងគេស្ដាប់ជាងសវណ្ណីរបស់យើងកណាថ្លៃវិសេសព្រះមហេសី ហើយយ៉ាប់ណាស់បុត្រីមួយអង្គនេះមានប្រតិយរឹងរូសតាំងពីក្មេងមកម្លេះដល់ពេលធំហើយគេក៏នៅតែប្រកែកទៀតហើយ នេះគឺមកពីត្រង់ដៃជាព្រះបិតាបណ្ដោយឲ្យគេធ្វើតាមអំពើចិត្តដល់ពេលនេះទើបដឹងខុសក៏ហួសពេលទៅហើយដែរ ដល់ដំណាក់កាលនេះហើយអូននៅតែបន្ទោសបងទៀតមែនទេមិនរកវិធីដោះស្រាយសោះសល់តែមួយរដូវទៀតទេស្ដេចងាកនៅសមុទ្រខាងជើងគេយកគ្រឿងអលង្ការមកស្ដីដណ្ដឹងបុត្រីយើងហើយ ខ្ញុំម្ចាស់ក៏មិនដឹងថាធ្វើយ៉ាងម៉េចដែរមានតែចាំដល់ពេលនោះទេណា